បាទសួស្តីនឹងជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះក្លៀនទឹកគ្រឿងបងប្អូនហើយឥឡូវវិលជុំរកទឹកគ្រឿងទៀតហើយបងប្អូនណាចូលចិត្តហូបទឹកគ្រឿងបងប្អូនបាទមកចូលរួមធ្វើជាមួយខ្ញុំបាទនេះបន្លែប្រើតិចតួចទេបងប្អូនព្រឹកមិញទៅរកការកផ្លោកដែរપણអត់មានអូដើមនេះវាខ្សត់ការកផ្លោកបងប្អូនយូរមានម្ដងទេដល់ពេលចូលហើយចូលថាធ្វើហើយក៏ទិញតែប៉ុណ្ណឹងមកបងប្អូននេះមានត្រីនឹងសល់ទូទៀតនឹកឃើញថាជិលទឹកនឹងទូទៀតឡើយធ្វើទឹកគ្រឿងឲ្យអស់មកបាទកំពងត្រីយកមកបងប្អូននេះបន្លែមានតែននងពីផ្លែនឹងខ្សែផ្សំគ្នាតិចតួចបាទមានត្រប់មានសក់មានផលិតមានស្ពៃមកគុំនេះដែរបងប្អូនបាទទឹកហុកយើងផ្លេចទៅនេះគ្រឿងដែលត្រូវអត់មិនបានហើយច្រាំវាល្អិតបងប្អូនកុំឲ្យវាមានឆ្អឹងអានេះទឹកគ្រឿងបំពងបងប្អូនបំពងគ្រឿងមានទឹកគ្រឿងស្ងោរត្រីទេផងធ្វើទឹកគ្រឿងស្ងោរត្រីឥឡូវយើងធ្វើគ្រឿងបំពងគ្រឿងបំពងត្រីហ្នឹងវាឈ្ងុយរបៀបធ្វើទឹកគ្រឿងអ្នកបាត់ដំបងបងប្អូនបុកចឹងឆ្ងាញ់បងប្អូនត្រូវម្ទេសឲ្យយើងខ្ទឹមច្រើនទៀតអត់ឆ្ងាញ់ទៀតតែខ្ញុំធ្វើមកល្មមទៀតបងប្អូននេះខ្ទឹមប៉ុណ្ណេះហើយម្ទេសខ្ញុំប្រើ3គ្រាប់ទេខ្លាចកូនហឹលក៏ខ្ញុំហូបកើតទេហឹលអត់តែប្រើប៉ុណ្ណេះដាក់ឲ្យហូបចង់ញ៉ាចៃបាទបងប្អូននេះគ្រឿងក្រៅទៅត្រូវធ្វើខ្វះខ្ទឹមក្រហមទៀតបងប្អូនមានខ្ទឹមក្រហមដាក់ទៀតមកនេះមានខ្ទឹមសមានម្ទេសបើបងប្អូនដាក់ច្រើនល្អសម្រាប់ដាក់បាត់ដំបងគឺម្ទេសស្រួលកន្លះកូនចានហ្នឹងបងប្អូនបាទគេបុកទឹកគ្រឿងបាទនេះត្រីឡាបយ៉ាយបងប្អូនឆ្អិនហើយបងប្អូនយកមកបេះមកហើយនងយើងចាប់មិនក៏បានបងប្អូនយកមកមុខយកមកស្ងោរយ៉ាងមកស្អកគាត់នេះបងប្អូនណាស្ងោរវាមកឆ្អិនទេបងប្អូនមកល្មមថាយើងទុនហើយយើងស្រង់លើទឹកមកជាតិផ្អែមល្អណាស់ហើយទឹកស្ងោរនងកំចោលបងប្អូនទុកណាខ្ទឹមខ្ទះដែលយើងជៀនត្រីហ្នឹងយើងកំពងខ្ទឹមឲ្យម្ទេសបងប្អូនបងវាឈ្ងុយចាំផ្ទុះបងប្អូនម្ទេសថ្ងៃក្រោយជាមេរៀនខ្ញុំភ្លេចវះវាបងប្អូនម្ទេសយើងបំពងជាមួយខ្លាញ់អញ្ចឹងយើងវះវាឲ្យចេញខ្យល់សិនចាំយើងបំពងតែយើងអត់វះផ្ទុះដូចមិញខ្ញុំភ្លេចកាត់វីដេអូទៅផ្ទុះភីសបាទខ្លាញ់មកបងអញ្ចឹងបើវះវាហើយវាផ្ទុះវាណានេះយើងបំពងហើយយើងយកមកបុកចឹងមកខ្ទឹមនៃម្ទេសយើងមិញហ្នឹងខ្ញុំដាក់តិចបងប្អូនដាក់ច្រើនឈ្ងុយល្អមកប្រហុកឲ្យប៉ុណ្ណឹងល្មមនឹងខ្ទឹមដាក់ច្រើនយ៉ាងនេះហើយម្ទេសច្រើនយ៉ាងនេះតិចមកបាទល្អក៏មានត្រប់ពុតញងទៀតល្អបងប្អូននិយាយហើយខ្ញុំជិលសំញ៉ាំច្រើនធ្វើតែប៉ុណ្ណឹងហូបទៅបងប្អូនតាមមាញ់បាទត្រីក៏ខ្ញុំសប្បាយបន្ទុកខ្លះដែរបងប្អូនបើបុកវាម៉ត់ចូលគ្នាមកមើលមានឆ្អឹងអីរើសមកបងប្អូនលោកកូនឆ្លាក់អីបាទមកម៉ត់ចឹងមកហើយមើលកធន់ណាស់ស្អាតមើលដាក់បាទបងប្អូនលោកដាក់ចឹងមកលាយគ្រឿងមកបងប្អូនដៃបុកមកតបោយើងមិញហ្នឹងលាយមើលកុំឲ្យទាន់ប្រៃទាន់បងប្អូនដាក់ទឹកត្រីបន្តិចមកស្ករប៊ីចេងនិងរ៉ឹឌីបន្តិចមកភ្លេចទេដុំខ្នុរទឹកស្ងោរនងមិញបងប្អូនដាក់វាក្តៅយកមកដាក់ដុំស៊ុបខ្នុរយើងចូលមកអានឹងថែមរសជាតិវាបាទកូរវាលាយយ៉ាងមកយើងគ្រឿងយើងផ្សំគ្រឿងវាហើយយើងក៏ចាក់ទឹកដែលយើងស្ងោររ៉ឌីមិញចូលមកហើយមានជាតិនងផ្អែមទៀតបងប្អូនមានជាតិប្រហើយបាទចាក់ចូលឈុចមកស្ទើរទឹកអីយើងដាំទឹកក្តៅដាក់បងណាកូរភ្លុកមកល្មមឲ្យជូរយើងដិតតិចមកបងប្អូនជូរដិតតិចរៀងប្រៃតិចព្រោះទឹកគ្រឿងវាត្រូវការលក់ជាមួយនឹងលក់វាត្រូវការរៀងដិតតិចតែរៀងផ្អែមភ្លាវវាអត់ដិតជាមួយនឹងបន្លែទេនេះបាច់ក្រូចមកក្រូចទឹកអទៀតបងប្អូនអស់ប្រហែល4ផ្លែដែរទឹកក្រូចនេះមកបន្ថែមជីនិងស្លឹកខ្ទឹមបងប្អូនមិនត្រូវក៏មិនដាក់ចុះបងប្អូនបាទខ្ញុំដាក់ទៅបន្ថែមក្លិនឈ្ងុយដែរបាទនេះទឹកគ្រឿងយើងរួចរាល់ហើយបងប្អូនបាទនេះបន្លែប្លុកមានប៉ុណ្ណេះ
ហូបមិនអស់ទេបងប្អូនបន្លែប៉ុណ្ណាគ្នាតែពី3នាក់តែមួយកូនគាត់អ្នកហូបទេបន្លែហូបទឹកគ្រឿងហូបតែទឹកគ្រឿងស្រួលគាត់មិនហូបផងបាទនេះមានដំណងអើយបើពុកខ្ញុំនៅចូលចិត្តដំណងស្ងោរជាមួយនឹងទឹកគ្រឿងតែការកផ្លោកនេះចូលចាស់បងប្អូនអូដំណើរបងប្អូនហើយអ្នកស្រុកស្រែយើងបានមកហូបប៉ុណ្ណេះល្អណាស់បងប្អូនបាទអរគុណច្រើនបងប្អូនបានទស្សនាវីដេអូបងប្អូនបាទអរគុណ